ភាពជោគជ័យរបស់ idol ប៉ៃប៉ៃឌីតើយើងគួរតែរៀនសូត្រនៅចំណុចខ្លាំងរបស់គាត់នៅកន្លែងណាខ្លះហើយធនធានដ៏កម្រដែលស្វែងយល់ថាភាពនវានុវត្តន៍នៃការធ្វើអាជីវកម្មបែបនេះគួរតែមានការលើកទឹកចិត្តនៅក្នុងកម្រិតណាមួយជាការពិតបងប្អូនទាំងអស់គ្នាប្រទេសជាតិនីមួយៗសំខាន់ណាស់ធនធានមនុស្សនេះហើយដែលចូលរួមទៅក្នុងការអភិវឌ្ឍធនធានជាតិហើយធ្វើឲ្យជាតិរីកចម្រើនអញ្ចឹងអ្នកអនុវត្តតែងតែរករបបកំហើញថ្មីមួយសម្រាប់អ្នកសិក្សាស្រាវជ្រាវហើយយកទៅចងក្រងដើម្បីធ្វើជា model សម្រាប់អ្នកជំនាន់ក្រោយហើយយ៉ាងណាទៅសោកអ្នកអនុវត្តនោះគួរតែមានធាតុចូលបន្ថែមในការលើកទឹកចិត្តគ្រប់ជ្រុងជ្រោយគ្រប់កម្រិតដើម្បីរុញធនធានមួយដ៏សំខាន់នេះឲ្យคล้ายខ្លួនទៅជាចលនាមួយជាជាតិនិយមមួយដើម្បីលើកកម្ពស់ហើយឲ្យប្រទេសជាតិរបស់ខ្លួននោះអាចប្រជែងជាមួយនឹងផលិតផលការនាំចូលពីបរទេសយើងទៅជំនួសផលិតផលនាំចូលនោះហើយដែលជាការទប់ស្កាត់ហិរញ្ញវត្ថុចេញទៅខាងក្រៅនេះជា model មួយដ៏សំខាន់បំផុតអូខេនៅក្នុងប្រធានបទនេះខ្ញុំលើកយកតែឯកដែល idol ប៉ៃប៉ៃឌីគាត់ធ្វើសន្ទុះពាណិជ្ជកម្មមួយគួរឲ្យកត់សម្គាល់ហើយខ្ញុំសិក្សារៀនសូត្រទៅហើយខ្ញុំគូសចេញជា model មួយហើយខ្ញុំសង្ឃឹមថាមានការយោគយល់ពីបងប្អូនទាំងអស់គ្នាជាពិសេសប៉ៃប៉ៃឌីផ្ទាល់ដែលលោកគ្រូធ្វើ model នេះហើយខ្ញុំគិតថាប៉ៃប៉ៃឌីក៏ដូចជាខ្ញុំដែរចង់ឲ្យអ្វីទាំងអស់ដែលគាត់បានធ្វើនេះបន្តនវានុវត្តទៅមុខហើយរីកចម្រើនហើយក៏ជាគំរូមួយចង់ឲ្យអ្នកដែលចំនួនក្រោយនិងអ្នករស់ស៊ីផ្សេងទៀតដែលជាជនជាតិកម្ពុជារបស់យើងផ្ទាល់តែម្ដងហើយជោគជ័យដូចគាត់ដែរអូខេបងប្អូនទាំងអស់គ្នា business មកដល់ម៉ោងនេះគឺវាដើរទៅដល់រកគំរូនវានុវត្តន៍របស់វាឲ្យឃើញអញ្ចឹងហើយបាទខ្ញុំសិក្សាស្រាវជ្រាវនៅក្នុងកម្រិតថ្នាក់បណ្ឌិតរបស់ខ្ញុំនេះខ្ញុំសិក្សាអំពី BMI នេះគេហៅថា Business Model Innovation ជាការពិតពីរនឹងដូចជាភ្នែកឆ្វេងភ្នែកស្ដាំអញ្ចឹងមានការអនុវត្តបានមានទ្រឹស្ដីយកមកសិក្សាស្រាវជ្រាវអញ្ចឹងដូច្នេះប៉ៃប៉ៃឌីគាត់បានអនុវត្តផែនការទី1ផែនការទី2ផែនការទី3ផែនការទី4របស់គាត់ប៉ុន្តែការអនុវត្តរបស់គាត់នោះគេហៅថា practical គឺការធ្វើយកតែម្ដងប៉ុន្តែសម្រាប់អ្នកសិក្សាស្រាវជ្រាវគេហៅថាក្រុម researcher គេតែងតែបាញ់ឆ្ពោះទៅរកអ្នកអនុវត្តដើម្បីយកមកវាស់វែងគ្នាដើម្បីកែប្រែវាឲ្យទៅជា model មួយជាលក្ខណៈ academic ហើយបោះពុម្ពផ្សាយតចំនួនសម្រាប់អ្នកចំនួនក្រោយហើយឬក៏អ្នកដែលស្វែងរក model នោះអាច apply បានអញ្ចឹងទ្រឹស្ដីនិងអនុវត្តវាដើរទន្ទឹមគ្នាអញ្ចឹងគេយក model ដែលគាត់បានធ្វើនេះគេយក apply កម្រិតថ្នាក់បញ្ញាបត្រកម្រិតអនុបណ្ឌិតឬកម្រិតបណ្ឌិតនេះកម្រិតជំនាញនេះកម្រិត apply នេះកម្រិត research ជាទូទៅអញ្ចឹងខ្ញុំសារ apply model មួយអានេះគេហៅថា model តាំដែលអ្នកសិក្សាគេហៅថា model តាំអញ្ចឹងនេះគេដើរតួថា DV បាទ DV អ្នកសិក្សាស្រាវជ្រាវដឹងហើយ DV ហើយនេះដើរតួជា IV dependent variable និង independent variable ហើយនេះដើរតួជាសមត្ថកម្មទី1ដើរតួជាសមត្ថកម្មទី2ដើរតួជាសមត្ថកម្មទី3ដើរតួជាសមត្ថកម្មទី4ហើយដែលជះឥទ្ធិពលឲ្យ DV នេះជោគជ័យបានអញ្ចឹងគេសិក្សាស្រាវជ្រាវហើយគេអាចបោះពុម្ពផ្សាយសម្រាប់អ្នកជំនាន់ក្រោយបានណាអញ្ចឹងយើងគិតមើលថាតើសមត្ថកម្មទី1រហូតដល់សមត្ថកម្មទី5នេះទី1ផលិតផលសេវាកម្មអញ្ចឹងនេះវាមាន consumption របស់វាតទៀតគេទៅស្រាវជ្រាវបន្តទៀតនេះមាន consumption បន្តទៀតផលិតផលសេវាកម្មបុកមាញ់មកនេះបណ្ដុំអតិថិជនការគ្រប់គ្រងនិងការដឹកនាំការធ្វើទីផ្សារនិងការលក់ការអភិវឌ្ឍជំនួយរបស់គាត់បន្តទៅមុខទៀតនេះគឺជា model ប៉ុន្តែនៅពេលដែលយើងយក model តាំនេះយកមក apply គឺមិនមែនចប់ត្រឹមប៉ុណ្្នឹងទេតើនីតិវិធីគាត់ដែលគាត់ប្រើផលិតផលនិងសេវាកម្មត្រូវនឹងបណ្ដុំអតិថិជនអត់នេះគឺជាតេយ្យកមួយដែលអាចផ្គូផ្គងគ្នាបានអញ្ចឹងនីតិវិធីក្នុងការប្រើបណ្ដុំអតិថិជនរបស់គាត់នីតិវិធីក្នុងការគ្រប់គ្រងនិងការដឹកនាំរបស់គាត់នីតិវិធីក្នុងការយុទ្ធសាស្ត្រនៃការធ្វើទីផ្សាររបស់គាត់នៅក្នុងការអភិវឌ្ឍជំនាញរបស់គាត់អញ្ចឹងគេទៅចងក្រងជាទ្រឹស្ដីនឹងមកហើយបន្ទាប់មកគេយកធ្វើវាជាការវាស់វែងធម្មតានៅក្នុងការសិក្សាស្រាវជ្រាវវាមានកលៈរបស់វាតែ6ទេ introduction បន្ទាប់មកការកសាងខ្លឹមសារបន្ទាប់មកនីតិវិធីនៅក្នុងការវាស់វែងបន្ទាប់មកចេញជាលទ្ធផលហើយប្រឹក្សាលើលទ្ធផលហើយសរុបសេចក្តីមកតែម្ដងអញ្ចឹងនីតិវិធីក្នុងការវាស់វែងវាមាន2គឺទី1គេហៅថាគុណវិស័យនិងបរិមាណវិស័យហើយអាចបោះពុម្ពផ្សាយបានដែរ
chẳng cái này níខ្ញុំអត់ចូលទៅជ្រៅនៅក្នុងនីតិវិធីរបស់គាត់ដែលគាត់គ្រប់គ្រងនឹងការដឹកនាំទីផ្សារទេក៏ប៉ុន្តែដែលខ្ញុំចង់យក model មួយនេះអាច apply នឹងចំនួនបានហើយក៏មានការគ្រប់គ្រងមួយចង់ឲ្យបងប្អូនទាំងអស់គ្នាអ្នករស់ស៊ីត្រូវស្វែងរក model របស់ខ្លួនឯងឲ្យឃើញហើយនៅ model នេះហើយដែលនាំឲ្យបងប្អូនទាំងអស់គ្នាមានច្រកចេញនៃអាជីវកម្មបងប្អូនទាំងអស់គ្នាហើយចំណុចដែលសំខាន់នៅក្នុងនីតិវិធីនីមួយៗទាំងអស់គឺបងប្អូនត្រូវតែប្រើនវានុវត្តនៃគំរូឲ្យបានតែម្ដងនោះបានអាជីវកម្មរបស់យើងអាចដើរទៅរកភាពជោគជ័យបានជាពិសេសបើសិនជាយើងមើលផលិតផលនិងសេវាកម្មរបស់គាត់និងរបស់បងប្អូនផ្សេងទៀតតែដាក់នេះវាមាន link ទំនាក់ទំនងរវាងគ្នានឹងគ្នាអត់ការធ្វើទីផ្សារនិងការលក់ក៏ដោយតើវាមាន link ជាមួយនឹងអតិថិជនទំនាក់ទំនងរវាងអតិថិជននិងអតិថិជនអត់ដែលធ្វើឲ្យកំណើននៃការលក់នោះអាចបុកឈ្មោះបាញ់ទៅ Delta បានដែលពាក់ព័ន្ធមកដល់សប្តាហ៍ថ្ងៃគេច្រើនប្រើពាក្យ train ឲ្យទាន់សង្គមឬក៏ថា train ខ្លួនឯងប៉ុន្តែវាសិតតែក្នុងចំណែកមួយរបស់អាជីវកម្មទេប៉ុន្តែអាជីវកម្មគួរតែរក model មួយហើយសិក្សាលម្អិតឲ្យខ្លួនឯងឲ្យស៊ីជម្រៅជៀសវាងឃើញគេធ្វើយើងធ្វើតាមគេតែវាផុងនៅកន្លែងណាមួយវាដាច់ link នៅកន្លែងណាមួយវាដាច់ data នៅកន្លែងណាមួយយើងវង្វេងខ្លួនឯងហើយយើងបរាជ័យប៉ុន្តែនៅពេលដែលយើងបាន model ហើយគឺយើង challenge ខ្លាំងមែនតើ challenge ជាងគេបំផុតគឺភាពជាអ្នកដឹកនាំរបស់ខ្លួនឯងកម្រិតនៃការដឹកនាំរបស់ខ្លួនឯងកម្រិតនៃការធ្វើធុរកិច្ចខ្លួនឯងកម្រិតនៃការដោះស្រាយវិវាទខ្លួនឯងបងប្អូនទាំងអស់គ្នាខ្ញុំធ្វើកាត់ទេអញ្ចឹង scope មួយដែលខ្ញុំនិយាយនេះគឺចង់លើកទឹកចិត្តបងប្អូនទាំងអស់គ្នាជាពិសេសជនជាតិកម្ពុជារបស់យើងលើកស្ទួយគ្នានៅក្នុងកម្រិតមួយដែលអាចលើកបានហើយកុំជន់ពន្លិចគ្នាហើយរុញគ្នាដើម្បីឲ្យទៅប្រជែងជាមួយប្រទេសជិតខាងខ្ញុំស្រឡាញ់ model នេះមែនតើបាទខ្ញុំអត់ចូលចិត្ត model មួយដែលគ្រាន់តែឃើញគ្នាបន្តិចក្តាច់ត្រួយគ្នាចោលជន់គ្នាហើយឃើញគ្នាទុកគ្នាចោលឲ្យគ្នាប្រវាយប្រវាស់ហើយឃើញគ្នាអញ្ចឹងរកវិធីទៅជន់គ្នាបន្ថែមទៅស៊ីគ្នាបន្ថែមខ្ញុំគិតថា model មួយនេះយើងអាចដើរទៅប្រកួតប្រជែងជាមួយប្រទេសជិតខាងបានទេអូខេបងប្អូនទាំងអស់គ្នាខ្ញុំនិយាយទៅលើសារបាននេះកាត់មែនតែនបើបងប្អូនឆ្ងល់នៅកន្លែងណាមួយបងប្អូនអាច screenshot ហើយគូសជាវងមកខ្ញុំអាចបញ្ចូលបន្ថែមទាំងនីតិវិធីក្នុងការធ្វើផលិតផលសេវាកម្មក្តីទាំងការបង្កើត Delta ម្ដងអតិថិជនក្តីDelta នេះវាសំខាន់ទាំងនីតិវិធីការដឹកនាំគ្រប់គ្រងក្តីប៉ុន្តែអ្វីដែលកន្លែងនេះគឺខ្ញុំចង់ strict ទៀតអ្នកដែលអនុវត្តហើយនិងអ្នកទ្រឹស្ដីគឺជាភ្នែកឆ្វេងភ្នែកស្ដាំខ្ញុំអត់ចង់ឃើញកម្ពុជារបស់យើងគេហៅថាផ្អៀងមកខាងឯងអ្នកដែលរៀនសូត្រចឹងទៅដាច់ដៃដាច់ជើងរអ្នកផ្ទះប៉ុនផ្ដាល់ការងារឲ្យធ្វើឲ្យឃើញអ្នកដែលអនុវត្តទៅតបីតបាដល់ពេលទីផុចអានេះបានបន្តិចអានោះបានបន្តិចអញ្ចឹងវាអត់ទៅមុខបាទការពិតការងារទាំងអស់នោះវាគុំចូលគ្នាបើបងប្អូនសិក្សាស្រាវជ្រាវរៀនឲ្យដល់ត្រឹមដល់កម្រិត2នេះបងប្អូនដឹងថា2ហ្នឹងវាមាន correlation ជាមួយគ្នាមានតំណែងមួយគ្នាអូខេអរគុណច្រើនជូនពរសំណាងល្អ